មើលរបៀបរបស់ខ្ញុំគាត់ខរបស់เขาនេះលើកទី1គាត់ថា50ឆ្នាំជាងហើយបងប្អូនចាថ្ងៃនេះឥឡូវយកប្រពន្ធខុសអត់ចេះខរបស់ឲ្យញ៉ាំឥឡូវខខ្លួនឯងមកសិនញ៉ែប្រពន្ធអ្នកស្រុកគឿនស្វាយមិនដឹងខរបស់របៀបម៉េចអត់ដឹងដែរនោះអ្នកនៅខេត្តកណ្ដាលអត់ចេះទេរឿងខរបស់នោះហើយលោកបងខ្ញុំឥឡូវគាត់ធ្វើខ្លួនឯងសាកមើលតើញ៉ាំកើតឥឡូវមើលស្នាដៃប្តីខ្ញុំមកបងប្អូនចានេះតំណងខុសគាត់ណាបងប្អូនណាមានដាក់ប្រហុកមានដាក់ខ្ទឹមហើយគ្រឿងក្រៅចាហើយឥឡូវគាត់ខ្សែផ្សំហើយតិចទៅហើយដាក់ម្សៅស៊ុបមាន់ប៊ីចេងប្រហុកខ្ទឹមសច្រាំមិនម៉ត់ហើយនឹងប្រហុកយើងអាម៉ត់ស្រាប់ហ៎បងប្អូនហ្នឹងហើយមិនបាច់ទិញមានឆ្អឹងទេទិញអាម៉ត់ស្រាប់ឥឡូវគាត់ពងអត់សំគ្រឿងហើយមានត្រីរត់ត្រីដែងអាទីទូយកមានតែធំពេកតែតែរៀនឥឡូវហ្នឹងដាក់ត្រីប្រាសាកត្រីប្រាសាកមើលវាមានជាតិខ្លាញ់ជាតិអីដែរឆ្ងាញ់ហ្នឹងហើយបងប្អូនចាទៀតសាកធំក្លិនហើយនេះធំក្លិនឆ្ងាញ់ចាក្លិនដូចប្រហុកចុងភៅលេខ1នេះយកប្រពន្ធខុសអត់ចេះខប្រហុកបងប្អូនគាត់ថាឥឡូវគាត់ខខ្លួនឯងតែញ៉ាំកើតអីចឹងណាចាហើយមានលុកមានអីហ្នឹងឯងតើនេះឥឡូវនេះត្រឹមហ្នឹងសិនចាចាំមើលគាត់ខឥឡូវគាត់ផ្សំគ្រឿងគាត់ដាក់វាប្រហែលកន្លះម៉ោងអីចឹងទៅបានគាត់ចាប់ផ្ដើមទៅដាក់លើចង្ក្រានហើយដាក់គ្រឿងហឹមចឹងណាបងប្អូនចាហ្នឹងហើយបងប្អូនហ្នឹងហើយចាំជួបគ្នាទៀត